អស់ប្រែជាខ្មោចមុខទាំងអស់ប្រែជាមានស្នាមពាក់កណ្ដាលនៃស្រែករេខានេះខូចនៅកណ្ដាលសមុទ្រអូយវាជាបញ្ហាធំយើងមិនបាននាំអ្នកបើកបរមកទេឥឡូវត្រឡប់ទៅវិញយ៉ាងម៉េចដែរកុំបារម្ភអីមិនអីទេនរណាម្នាក់នឹងមកជួយមែនហើយទុកនឹងមកយកជំនួយពីនឹងយកជំនួយលោក Hello ជួយយើងផងហើយសូមទូរស័ព្ទទឹកខ្សែជំនួយមែនហើយបណ្ដាញក៏មិនមែនជាដែរអូមែនហើយយើងនៅកណ្ដាលសមុទ្រអូហេតុអ្វីបណ្ដាញនឹងមាននៅទីនេះ guys ធ្វើអ្វីមួយឥឡូវនេះខ្ញុំចាប់ផ្ដើមភ័យខ្លាចហើយបិទមាត់រេខាទាំងអស់នេះគឺជាអ្នកដោយសារតែវាជាគម្រោងរបស់អ្នកក្នុងការផឹកក្នុងទូកឥឡូវមើលទៅព្រោះតែផឹកគេស្រវឹងហើយយើងមកដល់នៅទីនេះដែលគ្មាននរណាម្នាក់នៅឆ្ងាយទេមែនហើយជុតទម្លាក់ផាំងទាំងមូលមកលើខ្ញុំបាននិយាយថាផឹកខ្ញុំមិនបាននិយាយដូច្នេះទេខ្ញុំបានចូលទៅក្នុងមាត់នៃការស្លាប់អូបិទមាត់មិនអីទេវានឹងទៅជាយ៉ាងណាដោយការប្រយុទ្ធឥឡូវនេះបន្ទាប់មកយើងបានជាប់គាំងនឹងភ័យស្លន់ស្លោដូច្នេះអ្នកនឹងកាន់តែតូចចិត្តដូច្នេះសូមរងចាំជំនួយហើយក៏គ្មានផ្លូវផ្សេងទៀតដែរប៉ុន្តែអ្នកណានឹងជួយនៅពេលនោះពីចម្ងាយពន្លឺហាក់ដូចជាមកដល់មិត្តភ័ក្តិកប៉ាល់កំពុងមកដល់មិត្តភ័ក្តិទាំងអស់គ្នាស្រែកជំនួយភេជាជួយអូស៊ូស្ដីជួយពួកយើងផងស៊ូស្ដីជួយផងអូជួយកប៉ាល់ឈប់នៅក្បែរនោះហើយមួយចណ្ដាលធ្លាក់ចុះមនុស្សមិនអាចមើលឃើញនៅក្នុងកប៉ាល់តើវាត្រឹមត្រូវទេក្នុងការចូលទៅខាងក្នុងអូមនុស្សផ្សេងទៀតជំរឿសក៏មានដែរប្រាប់ឥឡូវមកទៅឲ្យលឿនទៅកប៉ាល់មើលទៅចាស់ខ្លាំងណាស់ហើយគួរឲ្យខ្លាចប៉ុន្តែមិត្តភ័ក្តិទាំង4នាក់ឡើងលើកប៉ាល់4អ្នកបានចូលមកក្នុងកប៉ាល់ហើយមុនដំបូងពួកគេទៅកាន់កម្រាលទី1អូយ៉ាកប៉ាល់ចម្លែកម្លេះកប៉ាល់ធំបែបនេះហើយមកដល់ពេលនេះយើងមិនទាន់ឃើញនរណាម្នាក់ផងយ៉ាយប់ហើយប្រហែលជាគេកំពុងដេកហើយមើលទៅបាទវាក៏អាចទៅរួចដែរប៉ុន្តែបន្ទាប់មកតើអ្នកណាបានបោះចណ្ដាលចុះមកក្រោមខ្ញុំគិតថាកប៉ាល់នេះចម្លែកណាស់អូមិត្តឲ្យចម្លែកអីចូលទៅប្រកាសជាមាននរណាម្នាក់នៅខាងក្នុងតន្ត្រីមើលនាឡិកាចាស់នេះហើយវាជប់នៅម៉ោង3:00បាទហើយមើលទៀននេះវាមិនរលត់ទេចង្គៀងក៏ចាស់ដែរមានបន្ទាប់មកអ្នករត់ទឹកម្លែកម្នាក់បានលេចមុខនៅចំពោះមុខសមិទ្ធដែលមានស្នាមជ្រីវជ្រួញនៅលើមុខរបស់គាត់ស្នាមចុងខ្មៅនៅក្រោមភ្នែកមានអាបងឯងធ្វើឲ្យខ្ញុំខ្លាចមានដោយវិធីនេះតើអ្នកចេះភាសាហិណ្ឌីទេខ្ញុំអាចនិយាយគ្រប់ភាសាបងប្រុសអញ្ចឹងល្អហើយមើលទូករបស់យើងខូចដូច្នេះហើយទើបពួកយើងនៅប៉ានេះបានឡើងយើងពិតជាត្រូវទៅកតើប៉ាល់នេះកំពុងទៅទីនោះមែនទេតើប៉ាល់នេះនឹងទម្លាក់អ្នកនៅគោលដៅរបស់អ្នកដែរឬទេសូមទៅបន្ទប់លេខ360ជម្រៅនេះគឺដល់ទី2បងប្រុសអ្នកណាបោះចណ្ដាលដើម្បីជួយយើងបងស្រីឆ្មាំបន្តធ្វើការងាររបស់ពួកគេប្រហែលជាបានឃើញអ្នកហើយបងស្រីប៉ុន្តែពេលយើងឡើងមកទីនោះគ្មានអ្នកណាទេខ្ញុំបានប្រាប់អ្នកថាឆ្មាំបន្តធ្វើការរបស់ខ្លួនពួកគេប្រហែលជាបានទៅធ្វើការផ្សេងទៀតហើយប៉ុន្តែមិនអីទេដូច្នេះយើងទៅអូមើលចុះផ្ញើអាហារនិងទឹកខ្លះផងបងប្រុសអូមើលទៅបងប្អូនអ្វីក្នុងបន្ទប់មិនមែនជាសម័យបុរាណទាំងអស់ទេបាទពិតជាវត្ថុបុរាណមែនអូបងប្អូនគ្រាន់តែសម្រាប់ចុះខ្ញុំទើបតែជាអត់ទាន់ជួបបារីមួយដាំសិនហោកូនប្រុសល្អឯងទៅតែម្នាក់ឯងហោអូទៅជាមួយគ្នាទៅអត់ទេទៅមុនចុះខ្ញុំមិនចង់ទេឡើយទេអូអាចាសអញ្ចឹងចាំខ្ញុំមកវិញហោបិទទ្វារនេះទៅជួយផងកាត់អីរេខាកាត់អីមានមនុស្សនៅក្នុងបន្ទប់ទឹកមានតន្ត្រីនៅទីនោះអូមិត្តឲ្យអូគ្មានអ្នកណាទេបងឯងយកសັບប្រហែលជាខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាកន្លែងនេះចម្លែកអូមិត្តឲ្យនេសារេខាមើលចុះមិត្តឲ្យកុំខ្លាចហើយកុំធ្វើឲ្យខ្ញុំខ្លាចអីស៊ូមីតនៅខាងលើជាប្រធានក្រុមគាត់មើលទៅគាត់ទៅរកប្រធានក្រុមអូស៊ូស្ដីលោកប្រធានក្រុមតើពួកយើងនឹងទៅដល់គោលនៅពេលណាអូបរោះចម្លែកឲ្យអូប្រធានក្រុមតើអ្នកកំពុងហូរឬយើងស្លាប់ហើយឥឡូវនេះអ្នកក៏នឹងត្រូវស្លាប់ដែរតើអ្នកកំពុងនិយាយអ្វីអូមិត្តសម្លាញ់យឺតពេលហើយតើស៊ូមីតនៅណា
មែនហើយយឺតពេលហើយមិត្តសម្លាញ់តាគាត់មិនបានវង្វេងផ្លូវទេមិនអីទេអ្នកសម្រាប់សិនរងចាំរហូតដល់ខ្ញុំបានឃើញចាំខ្ញុំទៅយកគាត់ប្រញាប់ឡើងគុំចាប់ផ្ដើមជេរគ្នានៅទីនោះអីអូមកដល់ក្នុងរយៈពេល2នាទីទៀតទេបងប្រុសតន្ត្រីស៊ូមិតអូយស៊ូមិតឯងណែណាស៊ូមិតហេឡូហេតុអ្វីបានជាអ្នកយំគាត់បានសម្លាប់មនុស្សគ្រប់គ្នាយើងទាំងអស់គ្នាបានស្លាប់ហើយអ្នកណាជាអ្នកសម្លាប់ហើយអ្នកនៅរស់ឈរនៅមុខខ្ញុំស្លាប់ហើយហេតុអ្វីបានជានាងនិយាយថាខ្ញុំស្លាប់ទៅហើយអេអ្នកកំពុងអង្គុយនៅទីនេះអ្នកដឹងទេថាខ្ញុំទើបតែឃើញអ្វីមនុស្សស្រីម្នាក់បងប្រុសលោតចូលសមុទ្រគាត់បានលះបង់ជីវិតរបស់គាត់អុយក្រោកឡើងឥឡូវនេះទៅបន្ទប់របស់អ្នកទៅមានអ្វីមួយខុសប្រក្រតីនៅលើប៉ានេះបងប្រុសអុយស៊ូមីតខ្ញុំហៅអ្នកតាំងពីពេលណាមកហើយហេតុអ្វីអ្នកមិននិយាយអ្វីតើមានរឿងអ្វីកើតឡើងចំពោះអ្នកបងប្រុសក៏បានទៅអង្គុយនៅទីនោះដែរគ្មានសេវាទូរស័ព្ទដើម្បីហៅគាត់ទេបន្ទាប់មករេខានិងនីសារយសំឡេងចម្រៀងរបស់នរណាម្នាក់មកដល់មានអ្នកគោះទ្វារបន្ទប់ពួកគេនីសាបើកទ្វារបរិសុទ្ធចម្លែកម្នាក់ចូលក្នុងបន្ទប់ដែលគាត់អ្នកគ្រប់គ្រងពន្យល់គាត់ស្លៀកឈុតនិងមានស្នាមចំខ្មៅនៅក្រោមភ្នែករបស់គាត់សួស្ដីខ្ញុំឈ្មោះកើមីសេងខ្ញុំជាអ្នកគ្រប់គ្រងកប៉ាល់ខ្ញុំចង់ដឹងថាតើអ្នកមានបញ្ហាអ្វីទេនៅពេលធ្វើដំណើរមិត្តភក្តិពីរនាក់របស់យើងបានចេញទៅក្រៅហើយយូរហើយពួកគេមិនទាន់ត្រឡប់មកវិញទេពិធីជប់លៀងបានចាប់ផ្ដើមនៅលើ deck ហើយរឿងនេះពេលវេលាទ្វារទាំងអស់នៃនាវាត្រូវបានចាក់សោប្រហែលជាមិត្តភក្តិរបស់អ្នកនៅខាងក្រៅមិនអីទេសូមចូលរួមពិធីជប់លៀងខ្ញុំជាមិត្តរបស់អ្នកខ្ញុំនឹងយកគាត់ទៅទីនោះអ្នកគ្រប់គ្រងចាក់ចេញទៅ Rekha និង Nesha ទៅចូលរួមពិធីជប់លៀងនៅលើនាវានៅក្នុងពិធីជប់លៀងមានមនុស្សចម្លែកដែលគ្រាន់តែសម្លឹងមើលគ្នាទៅវិញទៅមកមនុស្សគ្រប់គ្នាកំពុងរាំជាមួយដៃគូរបស់ខ្លួននៅក្រោមភ្នែករបស់មនុស្សគ្រប់គ្នាមានស្នាមអុចខ្មៅមនុស្សទាំងនេះចម្លែកណាស់មែនទេខ្ញុំមិនគិតថាមានកន្លែងណាមួយនៅលើប៉ានេះដែលមើលទៅធម្មតាទេត្រូវហើយមិត្តអាសេសនិងស៊ូមេតបានជាប់អន្ទាក់ពួកយើងនៅណាខ្ញុំពិតជាខ្លាចណាស់មែនហើយមិត្តបន្ទាប់មកកណ្ដឹងដ៏ធំមួយរត់យឺតមុខមនុស្សទាំងអស់ប្រែជាខ្មោចមុខទាំងអស់ប្រែជាមានស្នាមពាក់កណ្ដាលនៃស្រែក Rekha នេះមើលមុខពួកគេតើតន្ត្រីគឺជាអ្វីក្មេងស្រីទាំងពីរអ្នកបើកសោប៉ុន្តែសោមិនបើកទេខ្ញុំព្យាយាមNeshaបើកសោហើយនាងចេញមកក្រៅប៉ុន្តែពេល Rekha ចេញមកអ្នកគ្រប់គ្រងមកចាក់សោទ្វារទេលោកស្រីនេះជារឿងខុសកុំបំពានច្បាប់ហាមចេញក្រៅនាវាពេលជប់លៀងអនុញ្ញាតឲ្យខ្ញុំទៅខាងក្នុងមិនមែនមនុស្សទេតែជាខ្មោចទាំងអស់ទេលោកស្រីកុំប្រមាថភ្ញៀវរបស់យើងអញ្ចឹងអ្នកក៏លោតចុះទៅតើអ្នកកំពុងនិយាយអ្វីនេះយកនេះទៅផឹកទឹកគ្មានខ្មោចនៅក្នុងកប៉ាល់នេះទេសុទ្ធតែអ្នកដំណើរឪពុកដូចជាឪពុកហើយមុននឹងចង្អុលមុខអ្នកណាម្នាក់អ្នកត្រូវតែមើលខ្លួនឯងតើអ្នកចង់មានន័យយ៉ាងណាចំពោះខ្លួនអ្នកកំពុងសួរខ្ញុំពីអត្ថន័យបន្ទាប់ពីផឹកឈាមមិត្តភក្តិរបស់អ្នក Rekha មើលកញ្ចក់វានៅតែមានឈាមតិចតួចហើយស្រែកតើអ្នកចង់បានអ្វីនៅទីនេះNeshaមកលើនាវាខាងក្រៅនៃទូកនីសាស្ថិតនៅកណ្ដាលសមុទ្រខ្យល់បក់ខ្លាំងនៅទីនេះតើខ្ញុំគួរធ្វើយ៉ាងណាមិត្តភក្តិទាំងអស់របស់ខ្ញុំមិនដឹងថានៅរស់ឬអត់ទេខ្ញុំមិនយល់អ្វីទាំងអស់បន្ទាប់មកនីសាឃើញបុរសម្នាក់ឈរពីចម្ងាយជួបបារីនីសាទៅជិតគាត់ទាំងភ័យខ្លាចទៅនីសាទៅជួបបុរសនោះតើអ្នកជានរណាហើយមានរឿងអ្វីកើតឡើងនៅលើកប៉ាល់នេះខ្ញុំជាប់នៅលើកប៉ាល់នេះដោយខ្លួនឯងប្រាប់ខ្ញុំមកតើអ្នកជានរណាខ្ញុំមិនជឿអ្នកទេខ្ញុំដឹងថាអ្នកជាអ្នកខ្លែងបន្លំអញ្ចឹងទៅធ្វើអ្វីដែលអ្នកត្រូវធ្វើហេតុអ្វីបានជាអ្នកមករកខ្ញុំតើអ្នកពិតជាជាប់នៅលើកប៉ាល់នេះមែនទេព្រោះនៅខាងក្នុងខ្ញុំបានឃើញខ្មោចជាច្រើននៅជាមួយគ្នាខ្ញុំក៏បានឃើញដែរប៉ុន្តែខ្ញុំមិនមែនជាខ្មោចទេបើមិនដូច្នោះទេខ្ញុំនឹងមិនជួបបារីទេអញ្ចឹងប្រាប់ខ្ញុំឥឡូវនេះតើធ្វើដូចម្តេចដើម្បីចេញពីទីនេះខ្ញុំមិនដឹងទេប៉ុន្តែកប៉ាល់នេះមិនដឹកយើងទៅណាទេហេតុអ្វីបានជារឿងទាំងនេះកើតឡើងនៅលើកប៉ាល់នេះពីព្រោះវាជាកប៉ាល់ដែលត្រូវបណ្ដាសាកប៉ាល់នេះមានប្រវត្តិតើអ្នកចង់ស្ដាប់ទេមិត្តភក្តិរបស់ខ្ញុំបាត់ខ្លួនខ្ញុំត្រូវយកពួកគេមកវិញ
មានប្រាប់ខ្ញុំប្រសិនបើមានអ្វីដែលខ្ញុំអាចជួយអ្នកបានវេវេដែលជាពាណិជ្ជករដ៏ល្បីល្បាញមកពីទីក្រុងបំបីបានប្រកាសថាកប៉ាល់មួយនឹងធ្វើដំណើរពីទីក្រុងបំបីទៅកាន់ទីក្រុងកនឹងរត់វានឹងក្លាយជាកប៉ាល់ដ៏ប្រណីតមួយមនុស្សជាច្រើនបានចាប់ផ្ដើមមកកប៉ាល់ហើយការពិសោធន៍របស់រេវីបានទទួលជោគជ័យថ្ងៃមួយកប៉ាល់បំបីបានចាក់ចេញទៅដែលមានអ្នកនិពន្ធម្នាក់ឈ្មោះ Kailash កំពុងធ្វើដំណើរផងដែរវ៉ាវទិដ្ឋភាពអស្ចារ្យមែនពិតជាស្រស់ស្អាតខ្លាំងណាស់បានសាងសង់កប៉ាល់នេះមើលទៅកប៉ាល់នេះដូចជាកប៉ាល់ក្នុងសុបិនមើលទៅវាធ្វើឲ្យខ្ញុំនឹកឃើញដល់កប៉ាល់ Titanic ពិតប្រាកដណាស់ស្ងាត់ Titanic បានលេចបាត់ហើយសូមព្រះប្រទានពរគុំឲ្យមានអ្វីកើតឡើងចំពោះយើងត្រូវចំណាយពេល2យប់នៅទីនេះយល់ហើយនិយាយឲ្យបានល្អមិនអីទេតោះទៅលើតន្ត្រី AN និង Kailash ចំណាយពេល1យប់យ៉ាងសប្បាយរីករាយនៅលើប៉ាល់មនុស្សជាច្រើនរីករាយនៅលើប៉ាល់កំពុងស្នាក់នៅមានការរាំនឹងច្រៀងនៅគ្រប់ទីកន្លែងប៉ុន្តែបន្ទាប់មកត្រឡប់មកវិញនៅយប់មួយផ្សេងទៀតនឹងមានព្យុះជំរាបសួរបន្ទប់ត្រួតពិនិត្យយើងមានច្រើននៅពីមុខយើងព្យុះដែលមានគ្រោះថ្នាក់ហាក់ដូចជាកំពុងមករកយើងអ្នកនឹងត្រូវដឹកនាំកប៉ាល់ទៅខាងទៀតប៉ុន្តែកន្លែងនោះមានគ្រោះថ្នាក់បន្តិចយើងការផ្ញើខ្ញីមិនមានវិធីផ្សេងទៀតទេប្រធានក្រុមផ្លាស់ប្ដូរទីដៅរបស់ Chef ទៅខាងទៀតបន្ទប់បញ្ជាការក្រុមចៅសមុទ្រសង្គ្រោះបន្ទាន់កំពុងខិតជិតកប៉ាល់របស់យើងប្រធានក្រុមបានបន្លឺសំឡេងស៊ីរ៉ែនសង្គ្រោះបន្ទាន់របស់កប៉ាល់ក្រុមចៅសមុទ្រអ៊ូមដែលមន់អាវុធពួកគេវាយប្រហារកប៉ាល់តើអ្នកហ៊ានចូលក្នុងទឹកដីរបស់យើងដោយរបៀបណាតើអ្នកមិនដឹងថាតើយើងបានត្រឡប់ទូកប៉ុន្មានទេសូមអត់ទោសឲ្យខ្ញុំផងដោយសារតែព្យុះនៅទីនេះព្យុះយកជីវិតអ្នកឬអត់ប៉ុន្តែមេដឹកនាំនេះគ្រាន់តែចេះបង្ហូរឈាមប៉ុណ្ណោះឈាមមេតបចាក់ដាវចូលពោះប្រធានក្រុមតន្ត្រីធ្វើឲ្យនាវាចៅសមុទ្រពោពេញទៅដោយឈាមបន្តិចម្ដងស្ដាប់ខ្ញុំមកជាមួយកូនខ្ញុំគាត់ទើបតែមានអាយុ5ឆ្នាំប៉ុណ្ណោះសូមដោះលែងគាត់ទៅសម្រាប់ខ្ញុំចុះទៅគាត់គ្មានជីវិតតែមួយឯងនៅរស់នៅលើកប៉ាល់នេះទេភ្នូររបស់អ្នករាល់គ្នានឹងត្រូវបានសាងសង់នៅក្នុងសមុទ្រនេះតែប៉ុណ្ណោះព្រោះកប៉ាល់នេះនឹងឈប់នៅទីនេះថ្ងៃនេះតើអ្នកយកទេចៅបានកាត់ក្បាលស្ត្រីម្នាក់ចេញពីខ្លួនដោយដើរកូនគាត់យំពេលឃើញម្ដាយពេលនោះចៅក៏ចាប់ក្មេងនោះបោះចូលសមុទ្រផ្ដល់ឲ្យកូនលងទឹកស្លាប់ខ្ញុំនឹងមិនទុកអ្នកចៅទេសត្វត្រឆាន Kailash រត់ទៅរកចៅប៉ុន្តែពីខាងក្រោយមេដឹកនាំទម្លាក់ដាវចូលក្នុងខ្នងរបស់គាត់បានបាត់បង់ស្មារតីក្នុងភាពរីករាយឥឡូវនេះតើអ្នកនឹងស្លាប់ឬថ្ងៃមួយនឹងមកដល់ពេលដែលអ្នកនឹងស្លាប់ដូចយើងដែលស្ដាប់កប៉ាល់នេះនឹងមិនលេចទេល្អណាស់ចូលយើងកុំឲ្យកប៉ាល់នេះលេចចាំមើលឯងមកសម្រាប់យើងពេលណាក្រុមចៅប្លន់នាវាហើយចាក់ចេញពីទីនោះទៅសាកសពមនុស្សគ្រប់គ្នាដេករីប៉ាយលើនាវាអស់រយៈពេលជាច្រើនថ្ងៃគ្មានអ្នកណាមកជួយទេសាកសពមនុស្សត្រូវហ្វូងអន្ត្រីនិងថ្មាតមកស៊ីរាល់ថ្ងៃឈុតឆាកដ៏គួរឲ្យរន្ធត់ណាស់ពេលនោះហើយដែលនាវានៅតែបែបនេះកំពុងវង្វេងក្នុងសមុទ្រប៉ុន្តែតើការសម្លាប់មនុស្សស្លូតត្រង់នឹងទទួលបានអ្វីបើអ្នកចង់សម្លាប់ចូលសម្លាប់ចោលទាំងនោះទៅសម្លាប់គាត់ក៏ស្លាប់ដែរគាត់មិនអាចរស់បានយូរទេនោះជាច្បាប់នៃធម្មជាតិថ្ងៃមួយចោលបានជាប់ក្នុងព្យុះមួយហើយពួកគេកប៉ាល់បានលេចសត្វសមុទ្រទំពាពួកគេទាំងរស់ឥឡូវតើនឹងមានអ្វីកើតឡើងចំពោះយើងនឹងចេញពីទីនេះតើនរណាម្នាក់អាចចេញពីទីនេះដោយរបៀបណាតើអ្នកកំពុងនិយាយអ្វីខ្ញុំនៅមានជីវិតហើយនឹងនៅមានជីវិតមិនមែននៅពេលដែលខ្ញុំនៅទីនោះទេខ្ញុំមិនបានប្រាប់អ្នកពីឈ្មោះរបស់ខ្ញុំទេខ្ញុំឈ្មោះ Kailash បាទ Kailash ដូចគ្នាអ្នកដែលឡើងជិះនាវានោះនៅពេលនោះ Nesha ភ័យខ្លាចដើរទៅកែមកប៉ាល់ហើយចាប់ផ្ដើមសាយយ៉ាងខ្លាំងតើអ្នកគិតថាមានតែអ្នកទេដែលជក់បារី Nesha យកបារីមកបិទមាត់ហើយដុតវាដោយភ្លើង lighter ខ្មោចចាប់ផ្ដើមរើបំរះពេលឃើញបារីរលត់របស់អ្នកខ្ញុំបានដឹងថាអ្នកជាខ្មោចហើយខ្ញុំក៏ជក់បារីដែរបើស្លាប់ក៏មានដែរដូច្នេះខ្ញុំនឹងមិនស្លាប់ដោយសារខ្មោចទេបាយ Nesha លោតចូលសមុទ្រតន្ត្រីបន្ទាប់ពីលោតចូលសមុទ្រ Nesha មើលទៅឃើញព្រលឹងមនុស្សស្លាប់ទាំងអស់នៅពីលើកប៉ាល់ឈរនៅមាត់ច្រាំងដែលរួមមានមិត្តភក្តិ3នាក់របស់គាត់ផងដែរយើងមិនគួរមកកប៉ាល់ទេ Nesha សន្លប់តន្ត្រីពីថ្ងៃទៀតតន្ត្រីអាយ៉ូគាត់នៅដកដង្ហើមអាយ៉ូអានណាយកគាត់ទៅមន្ទីរពេទ្យទៅតន្ត្រី